ជំរាបសួរនាងខ្ញុំឈ្មោះសឿងវាសនាអេលីសាប៊ែតជានិស្សិតឆ្នាំទី1នៃសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យាសម្រាប់ជំនាញរបស់ខ្ញុំគឺតំណែងទំនងធុរកិច្ចសម្រាប់ចំណាប់អារម្មណ៍នៅក្នុងការចូលរួមកម្មវិធីនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដោយសារតែខ្ញុំបានទទួលចំណេះដឹងថ្មី experience ថ្មីក៏ដូចជាបន្តឲ្យខ្ញុំបង្កើតអាជីវកម្មមួយសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលីអេតាលីណាជានិស្សិតឆ្នាំទី2ដែលរៀនផ្នែកសាស្ត្រសាស្ត្រអង់គ្លេសមកពីសាកលវិទ្យាល័យ Cambodia University of Management and Technology ដែលហៅកាត់ថា CUMT ហើយចំណាប់អារម្មណ៍របស់ខ្ញុំដែលបន្ទាប់ពីបានចូលរួមកម្មវិធីនេះក្នុងរយៈពេល3ថ្ងៃគឺខ្ញុំទទួលបានបទពិសោធន៍ច្រើនមែនទែនដែលតាក់ទងទៅលើការធ្វើ business ក៏ដូចជាការបង្កើត business ផ្ទាល់ខ្លួនមួយដែលយើងត្រូវស្វែងរកអំពីបញ្ហាក៏ដូចជា solution និងការស្វែងរកអតិថិជនគោលដៅរបស់យើងហើយសម្រាប់ការ suggestion របស់ខ្ញុំក៏ដូចជាការចំណងពរគឺខ្ញុំចង់ឲ្យនិស្សិតយើងទាំងអស់គ្នាមកចូលរួមកម្មវិធីក៏ដូចជា program បែបនេះឲ្យបានច្រើនដោយសារតែវាជួយជំរុញមែនទែនទៅលើការប្រស័យតាក់ទងក៏ដូចជាការធ្វើការងារជាក្រុមនិងការមានគំនិតក្នុងការបង្កើត business មួយអរគុណបាទជំរាបសួរថ្ងៃនេះខ្ញុំបាទមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងនាមជាសាស្ត្រាចារ្យដឹកនាំនិស្សិតមកពីសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យាបានចូលរួមកម្មវិធីសិក្ខាសាលាក៏ដូចជាការបដិបដាលរយៈពេល3ថ្ងៃក្រោមប្រធានបទសហគ្រិនមហាវិទ្យាល័យដែលដឹកនាំកម្មវិធីដោយសហគ្រិនខ្មែរក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពនិស្សិតឲ្យមានការបង្កើតនៅបញ្ហាដំណោះស្រាយបញ្ហាក៏ដូចជាការបង្កើតនៅគំនិតនិងច្នៃប្រឌិតធ្វើយ៉ាងណាបង្កើតនៅប្រធានបទនៃការសិក្សាស្រាវជ្រាវក៏ដូចជាប្រធានបទនៃការបង្កើតអាជីវកម្មបែប digital ហើយអត្ថប្រយោជន៍ដែលសិស្សទទួលបានគឺបង្កើតនៅសមត្ថភាពមួយក្នុងន័យនេះដែរនិស្សិតទទួលបានអត្ថប្រយោជន៍គឺបង្កើតអាចមានគំនិតច្នៃប្រឌិតក្នុងការបង្កើតនៅអាជីវកម្មខ្នាតតូចជាលក្ខណៈ business family ឬមួយហៅថា small business បែបសហគ្រិនខ្មែរខ្ញុំបណ្ណារាជាព្រឹទ្ធបរិះនៃសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យាដែលថ្ងៃនេះផងដែរយើងបានដឹកនាំសិស្ស4ក្រុមមកចូលរួមនៅក្នុងកម្មវិធី Unipreneur Camp ដែលជាកម្មវិធីបំផុសគំនិតអាជីវកម្មសម្រាប់និស្សិតដែលកំពុងតែសិក្សានៅថ្នាក់សាកលវិទ្យាល័យអញ្ចឹងនៅក្នុងកម្មវិធីនេះផងដែរសិស្សនិស្សិតរបស់យើងបានរៀនមេរៀនជាច្រើនតាក់ទងជាមួយនឹងការបំផុសគំនិតតាក់ទងទៅនឹងអាជីវកម្មផងដែរនៅក្នុងនោះគឺយើងផ្ដោតទៅលើអតិថិជនគោលដៅបញ្ហាប្រឈមដែលអតិថិជនគោលដៅទាំងអស់នោះកំពុងតែជួបប្រទះហើយនឹងសិស្សនិស្សិតផ្ទាល់មានន័យថាគាត់ចូលរួមក្នុងកម្មវិធីនេះហើយគាត់អាចមានដំណោះស្រាយអីដើម្បីឆ្លើយតបទៅនឹងអតិថិជនគោលដៅដែលកំពុងតែប្រឈមនឹងបញ្ហាទាំងអស់នោះហើយក្នុងនេះដែរនិស្សិតរបស់យើងបានទទួលបទពិសោធន៍ជាច្រើនតាមការសិក្សារៀនសូត្រក៏ដូចជាការធ្វើការងារជាក្រុមការដោះដូរគំនិតជាមួយគ្នាការស្វែងរកឲ្យឃើញនៅកត្តាចម្បងជាច្រើនដែលអាជីវកម្មកំពុងតែត្រូវការហើយនៅអតិថិជនកំពុងតែប្រឈមប្រចាំថ្ងៃហ្នឹងហើយមានផលប្រយោជន៍ឬក៏ឥទ្ធិពលវិជ្ជមានអីខ្លះដើម្បីដោះស្រាយបញ្ហាដែលមនុស្សកំពុងតែជួបប្រទះប្រចាំថ្ងៃហើយក្នុងនេះដែរសិស្សនិស្សិតរបស់យើងក៏បានចូលរួមយ៉ាងពេញលេញតែម្ដងហើយនឹងចូលរួមយ៉ាងស្វាហាប់ក៏ដូចជាសហការយ៉ាង100% នៅក្នុងកម្មវិធីទាំងមូលផងដែរបាទហើយសង្ឃឹមថាកម្មវិធីបែបនេះនឹងមានបន្តទៀតហើយសិស្សនិស្សិតរបស់យើងក៏អាចចូលរួមដើម្បីទទួលបានចំណេះដឹងបទពិសោធន៍ថ្មីហើយនឹងពង្រីកទំនាក់ទំនងរបស់គាត់ផងដែរនៅក្នុងនាមគាត់ជានិស្សិតហើយក៏អាចនឹងមានឱកាសទៅថ្ងៃខាងមុខការងារផ្សេងផងដែរបាទអរគុណ